អូនចង់ឲ្យការសិក្សារបស់បងប្អូនកាន់តែប្រសើរឡើងមានជំនួយការសម្រាប់ការរៀនដោយខ្លួនឯងបានពីគ្រប់ទីកន្លែងគ្រប់ពេលវេលាមែនទេ Moi EdTech App របស់ក្រសួងអប់រំយុវជននិងកីឡាគឺជាកម្មវិធីលើទូរស័ព្ទដៃជួយដល់ការស្វ័យសិក្សារបស់បងប្អូនសិស្សានុសិស្សថ្នាក់ទី 7 ដល់ទី 12 ដោយប្រើបច្ចេកវិទ្យាទំនើបជាមួយបញ្ញាសិប្បនិម្មិត AI និងរួមមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង10នៅកម្រិតមធ្យមសិក្សាចំណេះទូទៅកម្មវិធីនេះត្រូវបានបង្កើតឡើងដោយមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមហិរញ្ញប្បទានពីគម្រោងកែលម្អការអប់រំចំណេះទូទៅឬហៅកាត់ថាគម្រោង CHIP របស់ក្រសួងអប់រំយុវជននិងកីឡានិងជំនួយបច្ចេកទេសពីធនាគារពិភពលោកដើម្បីលើកកម្ពស់វិធីសាស្ត្រស្វ័យសិក្សាការប្រើប្រាស់ឯកសារពន្យល់មេរៀនជាជំនួយការសម្រាប់ការសិក្សានិងគុណភាពសិក្សាក្នុងគោលបំណងផលិតធនធានមនុស្សកម្ពុជាឲ្យកាន់តែប្រសើរឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាវិវត្តចេញពីសញ្ញាកិច្ចការនិង Google Form ដែលបងប្អូនធ្លាប់បានធ្វើស្វ័យសិក្សាវឹកហាត់នាពេលកន្លងមកនោះនៅពេលនេះ Moi EdTech App ដែលជាថ្នាល Digital សម្រាប់សិស្សនិងគ្រូបង្រៀនក៏លេចជារូបរាងឡើងដោយខ្លឹមសារនិងសំណួរតេស្តទាំងនេះត្រូវបានចងក្រងនិងកែលម្អដោយគ្រូបង្រៀនមកពីទូទាំងប្រទេសហើយសហការសម្របសម្រួលដោយក្រុមការងារពាក់ព័ន្ធមុខងារសំខាន់ៗរបស់ Moi EdTech App App នេះមានមុខងារជាច្រើនក្នុងការជួយដល់ការសិក្សារបស់បងប្អូនឲ្យកាន់តែងាយស្រួលសមស្របតាមសមត្ថភាពស្វែងរកឯកសារដ៏សម្បូរបែបនៅក្នុងបណ្ណាល័យ Digital វឹកហាត់សំណួរតែអន្តរជាតិភាសាមានលក្ខណៈប្រកួតប្រជែងគ្នាដើម្បីសិក្សានិងមានឱកាសបង្កើនសមត្ថភាពចាំបាច់របស់បងប្អូនសម្រាប់បន្តការសិក្សានិងទីផ្សារការងារបងប្អូននឹងទទួលបានការអប់រំដែលមានគុណភាពខ្ពស់ដូចគ្នាមិនថានៅទីក្រុងជនបទនិងតំបន់ដាច់ស្រយាលឡើយរបៀបសិស្សរៀនតាម Moi EdTech App តាមរយៈកម្មវិធី Moi EdTech App នេះបងប្អូនអាចជ្រើសរើសរបៀបរៀននិងមេរៀនដែលសមស្របតាមសមត្ថភាពរបស់ខ្លួនតាមល្បឿននិងចង្វាក់រៀនរបស់បងប្អូនបានដោយខ្លួនឯងនិងចូលរួមប្រជែងសមត្ថភាពជាមួយសិស្សរាប់ម៉ឺននាក់មកពីសាលានានាពីគ្រប់មជ្ឈដ្ឋានបងប្អូនអាចចូលរួមលេងល្បែងកម្សាន្តអប់រំដ៏រំភើបព្រមទាំងឆ្លងកាត់ឧបសគ្គរហូតទទួលបានពិន្ទុខ្ពស់ហើយអាចបើកសោសមិទ្ធផលថ្មីៗជាមួយនឹងប្រព័ន្ធវិតម្លៃនិងវាស់ស្ទង់សមត្ថភាពដែលស្របតាមស្តង់ដារជាតិនិងអន្តរជាតិការប្រើប្រាស់ Moi EdTech App សម្រាប់គ្រូបង្រៀនលោកគ្រូអ្នកគ្រូអាចតាមដានវឌ្ឍនភាពនៃការសិក្សានិងលទ្ធផលនៃការឆ្លើយសំណួររបស់សិស្សបានដោយងាយនិងច្បាស់លាស់នេះជាការទទួលបានព័ត៌មានពីសមត្ថភាពរបស់សិស្សដើម្បីរិះរកមធ្យោបាយសមស្របក្នុងការជួយសិស្សរបស់ខ្លួនឲ្យទទួលបានលទ្ធផលការសិក្សាកាន់តែល្អនៅក្នុងដំណាក់កាលសាកល្បងដំបូងក្រោយបានដាក់ឲ្យប្រើប្រាស់រយៈពេល1ឆ្នាំគិតត្រឹមខែកក្កដា2025សិស្សានុសិស្សសរុបជាង200,000នាក់មកពីជាង880សាលាបានប្រើប្រាស់ App នេះដោយធ្វើស្វ័យសិក្សានិងធ្វើតេស្តសរុបច្រើនជាង51លានដងទៅហើយគម្រោងចាំយូរតោះទាញយកកម្មវិធីទូរស័ព្ទបែបស្វ័យសិក្សា Moi EdTech App របស់ក្រសួងអប់រំយុវជននិងកីឡាឥឡូវនេះដោយឥតគិតថ្លៃដើម្បីចូលរួមធ្វើបរិវត្តកម្មការរៀនសូត្ររបស់បងប្អូននៅថ្ងៃនេះសូមបងប្អូនចាប់ផ្ដើមប្រើនិងប្រើឲ្យបានទៀងទាត់ជាមួយ Moi EdTech App ដើម្បីលើកកម្ពស់គុណភាពសិក្សានិងកសាងអនាគតកម្ពុជាកាន់តែប្រសើរឡើង